ការងារជួសជុលបញ្ហាស្ទះស៊ីងលាងចានផ្ទះបងស្រីនៅក្នុងបូរីពេញហូតបឹងស្នោនេះគឺគាត់មានបញ្ហាស្ទះកន្លែងលាងចាននៅពេលដែលគាត់ប្រើប្រាស់ទឹកទៅគឺវាច្រាលឡើងលើវិញធ្វើឲ្យហ៊ីពេញផ្ទះរបស់គាត់ហើយពេលខ្លះគាត់ប្រើនៅបន្ទប់ទឹកគឺវាហូរមកនឹងដែរវាច្រាលអានេះគឺសកម្មភាពការងារដែលខ្ញុំបានជួសជុលនៅបញ្ហាស្ទះនេះឲ្យគាត់គឺយើងសម្អាតនៅប្រព័ន្ធទុយោគឺសម្អាតប្រព័ន្ធទុយោឲ្យស្អាតដោយសារវាមានខ្លាញ់មានអីកកនឹងធ្វើឲ្យវាមានបញ្ហាស្ទះទាក់ទងជាមួយនឹងប្រព័ន្ធរីគាប្រព័ន្ធលូអីគឺវាអត់ពេញទេប៉ុន្តែអ្វីដែលជាបញ្ហាគឺវាស្ទះទុយោអានេះគឺខ្ញុំបានសម្អាតនៅប្រព័ន្ធទុយោស៊ីងលាងចាននឹងឲ្យស្អាតហើយទុយោដែលហូរបន្ទប់ទឹកហ្នឹងក៏សម្អាតឲ្យស្អាតដែរដោយសារទុយោកណាត់ហ្នឹងគឺគេប្រើរួមគ្នានេះគឺយើងសុំទុយោឲ្យស្អាតហើយដើម្បីឲ្យការប្រើប្រាស់បានធម្មតាវិញទីទៀតកន្លែងដែលខ្ញុំដាក់នេះគឺវាហូរទឹកហើយហូរទៅធម្មតាវិញដោយសារខ្លាញ់នេះយើងបំបែកវាខ្ទេចអានេះយើងតេស្តទឹកទេអីចាសម្រាប់បងប្អូនមានបញ្ហាស្ទះស៊ីងលាងចានស្ទះបន្ទប់ទឹកឬក៏បញ្ហាស្ទះទុយោផ្សេងអាចទាក់ទងមកកាន់ក្រុមជាងយើងខ្ញុំបានខ្ញុំមានសេវាកម្មជួសជុលនៅក្នុងរាជធានីភ្នំពេញនេះយើងជួសជុលហើយគាត់ប្រើប្រាស់បានធម្មតាវិញលេងស្ទះលេងអីទៀតនេះខ្ញុំបើកគឺបើកទាំងពីរដាក់ទាំងពីរស៊ីងគឺវាអត់មានច្រាលឡើងលើវិញទេគឺវាហូរធម្មតាហើយការងារគឺយើងមានការទទួលខុសត្រូវហើយនឹង